បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាពីរបៀបនៅក្នុងការបង្កើត CV នៅលើ website Slack អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នានៅលើ website ដំបូងសូមចូលទៅកាន់កន្លែងបង្កើត CV អញ្ចឹងនេះគឺជាផ្ទាំងសម្រាប់ធ្វើការបញ្ចូលព័ត៌មាននៅលើនេះយើងមាន option ចំនួន3ដែលអ្នកទាំងអស់គ្នាអាចជ្រើសរើសបានគឺទី1អ្នកទាំងអស់គ្នាអាចធ្វើការរៀបរាប់ពីព័ត៌មានផ្ទាល់ខ្លួនក៏ដូចជាព័ត៌មានពីអាសយដ្ឋានការសិក្សាការងារនិងព័ត៌មានផ្សេងៗដើម្បីឲ្យ AI អាចធ្វើការបង្កើតជា CV ហើយស្រេចសម្រាប់អ្នកទាំងអស់គ្នាឬក៏អ្នកទាំងអស់គ្នាអាចធ្វើការ update CV ចាស់ដោយគ្រាន់តែ upload ទៅទៅនឹងរូបក៏បាន PDF ក៏បានដើម្បីឲ្យ AI ធ្វើការទាញយកព័ត៌មាននៅក្នុង CV ចាស់ហើយធ្វើការបង្កើតជា CV ថ្មីប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្កើតជា CV ថ្មីមួយអញ្ចឹងដំបូងយើងខ្វែងសិនហើយបន្ទាប់មកខ្ញុំយកកន្លែងចាប់ផ្ដើមសរសេរទៅខ្លួនឯងនេះគឺជាផ្ទាំងសម្រាប់ធ្វើការសរសេរ CV របស់អ្នកទាំងអស់គ្នាចឹងនៅខាងឆ្វេងដៃយើងមាន editor សម្រាប់ធ្វើការបញ្ចូលព័ត៌មានហើយនៅខាងស្ដាំដៃគឺជាកន្លែង preview ដែលអ្នកទាំងអស់គ្នាអាចមើលឃើញពីព័ត៌មានដែលបានបញ្ចូលចឹងដំបូងយើងធ្វើការបញ្ចូលព័ត៌មានតខ្លួនមួយចំនួនសិនចឹងខ្ញុំបញ្ចូលព័ត៌មានឈ្មោះរបស់ខ្ញុំ job title គឺតួនាទីបច្ចុប្បន្នរបស់ខ្ញុំ email លេខទូរស័ព្ទរបស់ខ្ញុំនេះគឺជាព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដែលខ្ញុំត្រូវបញ្ចូលបន្តមកកន្លែងនេះគឺយើងមាន choose file ដើម្បីធ្វើការ upload profile photo អញ្ចឹងខ្ញុំចុចកន្លែង choose file បន្តមកខ្ញុំនឹង select យក file មួយនេះដែលខ្ញុំបានត្រៀមរួចជាស្រេចដល់ពេលដែលខ្ញុំ upload រូបភាពខ្ញុំនឹងឃើញមានរូបភាពនៅខាងលើនៅលើផ្ទាំង preview នេះអ្នកទាំងអស់គ្នាអាចធ្វើការចុចកន្លែងសញ្ញា zoom in ដើម្បីធ្វើការបង្ហាញឲ្យកាន់តែច្បាស់ទាក់ទងទៅនឹង resume ឬក៏ CV របស់អ្នកទាំងអស់គ្នាបន្ទាប់មកយើងចុះទៅខាងក្រោមដើម្បីបញ្ចូលព័ត៌មានបន្ទាប់ទៀតអញ្ចឹងយើងមាន professional summary ដែលជាប្រភេទ paragraph ខ្លីដែលបកស្រាយឬក៏ describe ពីខ្លួនរបស់អ្នកទាំងអស់គ្នាឧទាហរណ៍បន្ទាប់ពីបញ្ចូលព័ត៌មានទាក់ទងទៅនឹង professional summary ហើយដំបូងបំផុតគឺខ្ញុំបញ្ចូលព័ត៌មានទាក់ទងទៅនឹង experience ដើម្បីបង្ហាញពីអ្វីដែលខ្ញុំបានធ្វើកន្លងមកឬក៏បង្ហាញពីព័ត៌មានការងាររបស់ខ្ញុំចឹងនៅលើនេះយើងមានផ្នែក experience ដែលខ្ញុំអាចចុចទៅលើពាក្យ add experience ចឹងដំបូងបំផុតខ្ញុំត្រូវបញ្ចូលព័ត៌មានទាក់ទងនឹងក្រុមហ៊ុន role ដែលខ្ញុំធ្វើការសប្តាហ៍ថ្ងៃចឹងយើងមាន start date និង end date ដែលអ្នកនរគ្នាគួរតែដាក់ខែឆ្នាំបើសិនជាការងារនោះវាក្រោមមួយឆ្នាំយើងគួរតែដាក់ខែហើយឆ្នាំតែបើសិនជាការងារនោះវាលើសពី1ឆ្នាំខ្ញុំគិតថាអ្នកនរគ្នាគួរតែបញ្ចូលតែតួលេខអញ្ចឹងខ្ញុំនឹងបញ្ចូលឆ្នាំការងារដែលខ្ញុំចាប់ផ្ដើមនិងឆ្នាំការងារមកដល់ពេលបច្ចុប្បន្នឬក៏បើសិនជាអ្នកនរគ្នាកំពុងធ្វើការនៅកន្លែងបច្ចុប្បន្នអ្នកនរគ្នាក៏អាចប្រើពាក្យ present ដូចគ្នាដើម្បីបង្ហាញថាខ្ញុំកំពុងធ្វើការនៅកន្លែងនេះអូសចុះក្រោមបន្តិចគឺជាកន្លែងសម្រាប់បញ្ចូល key achievement ឬក៏ key responsibility ដែលខ្ញុំធ្វើនៅកន្លែងការងារនេះដំបូងខ្ញុំចុចពាក្យ add bullet point វានឹង drop down ជា bullet point មួយដើម្បីធ្វើការបញ្ចូល describe ទាក់ទងទៅនឹង responsibility របស់ខ្ញុំអញ្ចឹងខ្ញុំនឹងបញ្ចូលព័ត៌មានទី1ជានេះគឺជា job description ឬក៏ job responsibility ដែលខ្ញុំធ្វើនៅកន្លែងការងារក្នុងចំណុចនេះខ្ញុំមានកន្លែងមួយដែលយើងអាចជួយអ្នកទាំងអស់គ្នាដើម្បីឲ្យការសរសេរកាន់តែលឿនគឺអាចជ្រើសយកពាក្យថា suggest me ចឹងនៅលើនេះយើងមាន AI ដែលជួយសរសេរយើងបន្ថែមទៀតឬក៏ជួយឲ្យជា idea ចឹងនៅក្នុង example នេះគឺខ្ញុំនឹងបោះពាក្យថា data analyst ដែលខ្ញុំធ្វើការនៅក្រុមហ៊ុនបច្ចុប្បន្ននេះដើម្បីឲ្យ AI ជួយធ្វើការបន្ថែមព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងខ្ញុំចឹងខ្ញុំគ្រាន់តែចុចពាក្យថា suggest improvement បន្ទាប់ពី AI ធ្វើការ scan ទាក់ទងទៅនឹងការងាររបស់ខ្ញុំចឹង AI អាចធ្វើការផ្ដល់ជាមតិយោបល់មួយចំនួនដូចជា job description ដែលខ្ញុំអាចយកទៅប្រើបានដូចជា translate business requirement ដូចជា conduct deep dive statistical analysis on market performance data ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចុច suggest ហើយឃើញមាន key description ណាដែលស្តៀងអ្នកទាំងអស់គ្នាអាចគ្រាន់តែចុចទៅលើហ្នឹងដើម្បីឲ្យវា load ចូលមកក្នុងនេះ
បន្ទាប់មកខាងក្រោមយើងមាន technical skill មួយចំនួនឧទាហរណ៍ថាខ្ញុំបញ្ចូលព័ត៌មានដែលក្នុង data analyst អញ្ចឹងនៅក្នុង suggest technical skill វានឹង load មកនៅជំនាញមួយចំនួនដែលវា relevant ដូចជា example បើសិនជាអ្នកនរគ្នាធ្វើទៅនឹង reporting ប្រកាសជាយល់ពីទៅនឹង SQL ចឹងនៅពេលដែលខ្ញុំ click មកចឹងនៅក្នុង skill របស់ខ្ញុំគឺ load SQL Python យើងមាន Panda យើងមាន NumPy ខ្ញុំធ្វើទៅនឹង Power BI ខ្ញុំមាន ETL ឬក៏ ELT process data modeling ចឹងនេះគឺជាប្រភេទ technical skill ដែលវា relevant ជាមួយនឹងការងាររបស់ខ្ញុំបន្តមកនៅខាងក្រោមយើងមាន soft skill ម្ដងអញ្ចឹងធម្មតាជា data analyst ខ្ញុំត្រូវមាន soft skill មួយចំនួនដូចជា analytical problem solving data story cross functional collaboration process optimization stakeholder management អញ្ចឹងនេះគឺជា soft skill មួយចំនួនដែលខ្ញុំអាចយកទៅតាមបានបន្ទាប់មកគឺខ្ញុំចូលផ្នែកមួយទៀតគឺ education ប៉ុន្តែដើម្បីបិទផ្ទាំងនេះអ្នកនរគ្នាគ្រាន់តែចុចពាក្យថា back to preview អញ្ចឹងខ្ញុំនឹងមើលឃើញ CV ខ្ញុំម្ដងទៀតអញ្ចឹងខ្ញុំចុច zoom in ដើម្បីមើលបន្ថែមបន្ទាប់មកខ្ញុំចុចកន្លែង education ខ្ញុំយកពាក្យថា add education អញ្ចឹងបន្ទាប់មកខ្ញុំបញ្ចូលទៅនឹងសាលារបស់ខ្ញុំអញ្ចឹងដើម្បីឲ្យងាយស្រួលមើលយើងបញ្ចូលពីការសិក្សាចុងក្រោយអញ្ចឹងខ្ញុំនិយាយពីសាកលវិទ្យាល័យរបស់ខ្ញុំគឺ Royalដែល degree ដែលខ្ញុំរៀននៅពេលនោះគឺ computer science ចឹងខ្ញុំចាប់ដើមរៀនពីឆ្នាំ2013រហូតដល់2016អ្នកទាំងអស់គ្នាក៏អាចធ្វើការបន្ថែម education ដែរប៉ុន្តែនៅក្នុង example នេះគឺខ្ញុំបញ្ចូលតែ latest education របស់ខ្ញុំទេបន្ទាប់មកគឺដល់កន្លែងដែលនិយាយអំពី language ចឹងខ្ញុំមាន language 2គឺទី1ខ្ញុំមានខ្មែរដែលជាភាសាដើមរបស់ខ្ញុំនិងខ្ញុំមានភាសាអង់គ្លេសដែលជាភាសាដែលខ្ញុំប្រើជាប្រចាំថ្ងៃចឹងនៅក្នុងនេះយើងមាន level ដែលអ្នកទាំងអស់គ្នាអាចបញ្ចូលបានខ្ញុំអាចប្រើបាន intermediate ខ្ញុំបញ្ចូលកន្លែង intermediate ខាងក្រោមនេះយើងមាន option មួយចំនួនដែលអ្នកទាំងអស់គ្នាអាចបញ្ចូលបានដូចជា achievement យើងអាចនិយាយទៅនឹងតើនៅក្នុងបទពិសោធន៍ការងារយើងធ្លាប់បានទទួល achievement នេះខ្លះដូចជា best staff for the year best staff for the month យើងអាចបញ្ចូលក្នុងនឹងបានបន្ទាប់មកយើងមាន course និង certificate បើសិនជាអ្នកទាំងអស់គ្នាធ្លាប់បានរៀនអ្វីហើយមាន course មាន certificate មានថ្ងៃខែច្បាស់លាស់អ្នកទាំងអស់គ្នាអាចធ្វើការដាក់ចូលកន្លែងនេះបានយើងក៏មាន interest ឬក៏ hobby ប៉ុន្តែដំបូងខ្ញុំនឹងដាក់ reference សិនតែខ្ញុំធ្លាប់ធ្វើការកន្លែងមួយចឹងខ្ញុំគួរតែមាន reference ចឹងខ្ញុំចុចកន្លែង reference យកពាក្យ add reference នៅលើនេះខ្ញុំមានឈ្មោះឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះណាគេម្នាក់ចុះ job description company ដែលគាត់ធ្វើការលេខទូរស័ព្ទរបស់គាត់និង email របស់គាត់ចឹងខ្ញុំឃើញមានព័ត៌មានរបស់គាត់គឺនៅខាងក្រោមនេះក្រៅពីហ្នឹងខ្ញុំក៏អាចធ្វើការ add interest បន្ថែមទៀត hobby ខ្ញុំមានដូចជា online research ទៅពេលដែលអ្នកទាំងគ្នាបញ្ចូលព័ត៌មានណាគាត់នឹងចុចកន្លែង enter នោះវានឹង load ភ្ជាប់នៅកន្លែងហ្នឹងចឹងនៅខាងក្រោមនេះយើងអាចមើលឃើញគឺយើងមាន online research ឬក៏ sport ចឹងបន្ទាប់ពីអ្នកទាំងគ្នាបញ្ចូលព័ត៌មានហើយអ្នកទាំងគ្នាបានត្រួតពិនិត្យមើលឃើញហើយអ្នកទាំងគ្នាអាចមើលនៅលើនេះបានគឺជាព័ត៌មានដែលបានបញ្ចូលចេញពី editor បន្ទាប់មកយើងចូលទៅកន្លែងជ្រើសរើសគំរូចឹងនៅក្នុងនេះខ្ញុំមានមួយគឺគំរូ CV ដែលបច្ចុប្បន្នឬក៏ឥឡូវនេះគឺខ្ញុំកំពុងតែមើល modern CV ចឹងខ្ញុំមាន CV 4ប្រភេទនៅក្នុងនេះដែលអ្នកនាងអាចជ្រើសរើសបានមាន modern professional ខ្មែរ classic ហើយនិង2026 clean ឧទាហរណ៍ថាខ្ញុំចូលចិត្តបែប professional ខ្ញុំអាច select យក two column dark side professional បានចំណុចពិសេសមួយទៀតនៅលើ select resume អ្នកនរគ្នាអាចធ្វើការ hide កន្លែង preview បានគឺគ្រាន់តែចុចកន្លែងនេះមកចឹងមានន័យថាអ្នកនរគ្នាងាយស្រួលជាងមុនដើម្បីធ្វើការបញ្ចូលព័ត៌មានមិនចាំបាច់ធ្វើការភ័យខ្លាចណាគេលួចមើលទេគឺយើងអាចធ្វើការ hide កន្លែងហ្នឹងបានបន្ទាប់មកយើងយក split មានន័យថា edit ផងនិង preview ផងនិងចុងក្រោយយើងមាន preview only ដែលអ្នកនរគ្នាអាចធ្វើការមើលព័ត៌មានឲ្យច្បាស់មុនធ្វើការ print ឯកសារបន្ទាប់ពីមើលព័ត៌មានហើយអ្នកនរគ្នាគ្រាន់តែចុចពាក្យថាទាញយកឯកសារ CV នោះការងាររបស់អ្នកនរគ្នានៅក្នុងការបង្កើត CV ថ្មីនេះគឺរួចរាល់ហើយ
ចឹងចុចលើ CV របស់ខ្ញុំចឹងខ្ញុំធ្វើការ zoom in ដើម្បីមើលព័ត៌មានរបស់ខ្ញុំអរគុណសម្រាប់ការតាមដានវីដេអូមួយនេះបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អាចឆាតសួរខ្ញុំនៅក្នុង website ឬក៏តាមរយៈ Telegram អរគុណច្រើន